ពេជ្របាត់ឋាននៅក្នុងទីក្រុងនេះមានភាពអាប់អួរបន្តិចក៏ប៉ុន្តែកន្លែងកាន់តែអាប់អួរពួកយើងត្រូវការចំណេះដឹងកាន់តែច្រើនកាន់តែខ្ពស់ដើម្បីឆ្លុះបញ្ចាំងទីអាប់អួរនោះឲ្យមើលឃើញកាន់តែច្បាស់អញ្ចឹងហើយខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនប្រកាសជាបានដឹងយ៉ាងច្បាស់ថាចំណេះដឹងគឺពិតជាសំខាន់ខ្លាំងមែនទែនយើងមានចំណេះដឹងកាន់តែច្រើនដោះស្រាយបញ្ហាជីវិតរបស់យើងបានកាន់តែច្រើនដូចគ្នាចំណេះដឹងរបស់យើងកាន់តែខ្ពស់បញ្ហាជីវិតរបស់យើងកាន់តែតិចយ៉ាងណាមិញខ្ញុំសូមអរគុណម្ដងទៀតទៅកាន់សប្បុរសជនរបស់យើងទាំងពីរនាក់ដែលគាត់បានធ្វើការឧបត្ថម្ភមកកាន់កម្មវិធីជំនួយការបានរួមបញ្ចូលការអន្តរភៅនៅក្នុងទីក្រុងកំពង់សោមនេះហើយខ្ញុំសង្ឃឹមថាសប្តាហ៍ក្រោយៗនឹងមានសប្បុរសជនរបស់យើងជាច្រើនទៀតគាត់នឹងចូលរួមឧបត្ថម្ភមកកាន់តែច្រើនពីពួកយើងត្រូវការសភៅកាន់តែច្រើនដើម្បីចែករំលែកទៅកាន់បងយុវជនក៏ដូចជាកុមារដែលគាត់មកចូលរួមអាននៅក្នុងកម្មវិធីរបស់ពួកយើងឲ្យមានចំណេះអានឲ្យបានកាន់តែច្រើនអូខេអញ្ចឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយយើងចាំជួបគ្នានៅសប្តាហ៍ក្រោយសូមអរគុណរឿងនេះលំបាកតាវាយ៉ាងម៉េចចុះបាស្រួលវិញតាវាយ៉ាងម៉េចពេលវេលា24ម៉ោងដូចតែគ្នាវេទនាគ្មានអ្នកណាអាចគេអ្នកមានទ្រព្យហើយនៅទុកសោកនឹងស្នេហាអ្នកអភិជននៅជួបវិ